មានដែលធ្លាប់គិតអត់ថាបើអ្នកទាំងអស់គ្នាត្រឡប់ទៅលេងនៅអតីតកាលរបស់ Mobile វិញតើអ្នកទាំងអស់គ្នានឹងខ្លាំងដល់កម្រិតណាមានដែលគិតអត់ថាទឹកដៃប៉ុនយើងបើប្រៀបធៀបនឹងអតីតកាលវិញដឹងវាយរៀបមិនទេសំណួរនឹងចម្ងល់មួយនេះខ្ញុំក៏ធ្លាប់សួរហើយនឹងឆ្ងល់សម្រាប់ខ្លួនឯងដែរសម័យមើលបើទឹកដៃអតីតកាលយើងខ្លាំងដូចបច្ចុប្បន្ននឹងថាយើងឈរចំណុចនៅកពូលហ្មងនៅជំនាន់ហ្នឹងគ្រប់គ្នានឹងមើលមកយើងហើយខ្លួនយើងនេះទទួលបានពាក្យសរសើរជាច្រើនពីមនុស្សជុំវិញខ្លួនហើយមានគ្នាយើងណាខ្លះធ្លាប់គិតដូចខ្ញុំអញ្ចឹងអត់សម្រាប់ player ថ្មីអ្នកទាំងអស់គ្នាអាចមើលវីដេអូចាស់ឃើញពួកគាត់លេងឆ្កងមែនតែអ្នកទាំងអស់គ្នាត្រូវចាំថាចំណុចខ្លាំងនៃកពូលរបស់ពួកគាត់គឺនៅថងនឹងឯងគ្នាយើងអត់គួរមើលរំលងឬមិនសរសើរពួកគាត់ទេក្បាច់តែថ្មីគ្នាយើងចេះលេងហើយកាន់តែអភិវឌ្ឍជាងមុនល្អលេងជាងមុនហ្នឹងក៏ដោយសារពួកគាត់ដែរអ្នកទាំងអស់គ្នាឃើញ Fanny ជំនាន់មុនអត់ចាក់មួយខ្សែពីរខ្សែ3ខ្សែ3 4 cable អីចឹងទៅមិនដែលច្រើនទេតែជំនាន់ហ្នឹងខ្លាំងហ្មងអ្នកទាំងអស់គ្នាខ្លាំងបំផុតហើយកាលហ្នឹងក៏ខ្ញុំធ្លាប់ចេញវីដេអូបរៀនពួកគាត់លេង Fanny ខ្លះដែរខ្ញុំនៅចាំពាក្យពួកគាត់ថាគាត់ចូលចិត្ត3 4 cable ខ្ញុំនឹងណាមួយតែច្បាស់ណាមួយគ្នាយើងជំនាន់ហ្នឹងពួកគាត់ទៅ start លេង Mobile ដែរទេឃើញយើងលេងល្អចឹងទៅគាត់ចូលចិត្ត